អូនដែលមកចូលរួមតាំង2015នាក់តាំងពីម៉ោង6ព្រឹកនេះសូមអបអរសាទរដល់អ្នកគ្នាហើយចំពោះបងប្អូនគ្មានអ្វីសូមចុងក្រោយ3ដងហើយសូមឲ្យបងប្អូនទាំងអស់គ្នាចងចាំនៅថ្ងៃនេះអ្វីដែលបានខំប្រឹងប្រែងអ្វីដែលបានខំរៀបចំសមជាបន្តបន្ទាប់តាមតៃបានប្រាប់មកមិញនេះគឺថ្ងៃ6ថ្ងៃ7ថ្ងៃ10ហើយថ្ងៃ11ហើយមកក្នុងថ្ងៃនេះផងដែរសូមចងចាំអ្វីដែលយើងការខំប្រឹងប្រែងរបស់យើងគ្មានអ្វីបើមិនចេញមិនអាចសម្រេចទៅបានបើសិនជាគ្មានការខំប្រឹងប្រែងទេក៏ប៉ុន្តែនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដែលចេញពីដៃស្នាដៃបងប្អូនទាំងអស់គ្នាសូមឲ្យបងប្អូនចងចាំថា Guinness World Record ឆ្នាំ2015ចំពោះការបំបីឯកតាកម្ម Madison ជាខ្នាតធំជាងគេចំនួន2015នាក់នេះគឺចេញមកពីបងប្អូនម្នាក់តែម្ដងអញ្ចឹងសូមចងចាំពីនេះទៅខាងមុខទៀតគឺយើងក្នុងលក្ខណៈជាមហាគ្រួសារខ្មែរមួយក្នុងលក្ខណៈជាមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងរួមក្នុងនាមជាសមាជិកសមាការនៃសៀមរាបផ្ទះខ្ញុំគឺអ្វីដែលយើងធ្វើក្នុងថ្ងៃនេះគឺចេញមកពីអ្វីដែលការខំប្រឹងប្រែងរបស់បងប្អូននីមួយចេញមកពីការខំប្រឹងប្រែងរបស់បងប្អូននីមួយនេះហើយបានយើងបានទទួលនៃអ្វីដែលការបំបែកឯកតកម្មយើងត្រូវមានមោទនភាពហើយបើសិនជាមានយុវជនណាឬក៏អ្នកណាសួរបងប្អូនថាបងប្អូនអាចជួយអ្វីឬក៏ចូលរួមអ្វីជួយដល់សង្គមជាតិរបស់យើងបងប្អូនអាចឆ្លើយដោយមោទនភាពទៅវិញបានថាបងប្អូនបានចូលរួមនៅថ្ងៃទី14ថ្ងៃទី15ខែមេសានៅទីលានជលដំរីចូលរួមបំបែកឯកតកម្មជូនប្រជាណាចក្រកម្ពុជាយើងហើយនេះគឺជាមោទនភាពរបស់បងប្អូននៅក្នុងថ្ងៃនេះដែលយើងត្រូវចងចាំទៅអនាគតជាក្នុងក្រោយខ្ញុំជឿអ្វីទេគឺខ្សែជំនួសមុខឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាក្រុមគូសាក៏ដូចជាក្រុមការងារប្រតិបត្តិក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏សូមថ្លែងអំណរគុណដល់វត្តមានដ៏ខ្ពង់ខ្ពស់ដល់សម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនអាយដាមឧបនាយករដ្ឋមន្ត្រីលោកជំទាវឧបនាយករដ្ឋមន្ត្រីលោកជំទាវអាយដាមដែលបានចូលរួមដែលធ្វើឲ្យកម្មវិធីនៅក្នុងពេលនេះដោយអធិដ្ឋានថែមលើសពីនោះថែមទៀតសូមថ្លែងអំណរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផ្ទះខ្ញុំហើយជាពិសេសក្រុមការងារដែលសម្របសម្រួលជាមួយតំណាងឲ្យ Guinness World Record ខ្ញុំដឹងថាមានការលំបាកមានការតស៊ូដែលបានអាចសម្រេចបាននាទីចុងក្រោយនេះហើយក៏ខ្ញុំសូមជម្រាបឱកាសនេះជាថ្មីម្ដងទៀតសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលឈរនៅទីនេះចូលរួមចំណែកលះបង់តាំងពីម៉ោង6ព្រឹកតែចេញពីការលះបង់របស់យើងគឺយើងបានសម្រេចអ្វីមួយបានហើយការសម្រេចអ្វីរបស់យើងនេះគឺបំបែកឯកតកម្មពិភពលោកមួយទៀតជូនដល់ពុកម៉ែមេមីងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនៃប្រជាណាចក្រកម្ពុជាហើយនិយាយឲ្យសម្ាញ់នៅលើ Guinness World Record Book from now on បើសិនជាគេបើកមើលទៅគេឃើញកំណត់ត្រាឆ្នាំ2015ដែលចេញពីប្រជាណាចក្រកម្ពុជាយើងគឺមានអន្សមយក្សចំនួន4តោន.40 គីឡូក្រាមហើយលើសពីនោះថែមទៀតគឺថ្ងៃនេះតែម្ដងគឺមានបំបែកឯកតាកម្ម Madison 2015នាក់ដែលចេញមកពីការខំប្រឹងប្រែងរបស់បងប្អូននីមួយសូមថ្លែងអំណរគុណសូមអបអរសាទរហើយសូមជូនពរសុខសិរីសួស្តីជូនដល់អ្នកគ្នាសូមអរគុណសូមគ្រប់ថ្លែងអំណរគុណដល់ហ៊ុនម៉ាណីនៅក្នុងសន្ទរកថាថ្លែងអំណរគុណជូនដល់យុវជនទាំងអស់គ្នានេះគឺជាមោទនភាពដែលកើតឡើងពីសាមគ្គីភាពរបស់យុវជនហើយយើងនឹងចងចាំថាថ្ងៃនេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្រោយពីទទួលបាននៅឯកតកម្មពិភពលោកពីនំអន្សមយក្សយើងទទួលបាននៅការរួម Madison ដែលមានគ្នាចូលរួមចំនួន2015នាក់ដែលចេញពីកម្ពុជានៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិជាថ្មីម្ដងទៀតសូមប្រជាជនកម្ពុជាទាំងបងប្អូននៅខាងមុខក៏ដូចជាបងប្អូននៅលើលានចូលដំរីអបអរសាទរមហាសមិទ្ធផលពីព្រះរាជាណាចក្រកម្ពុជាសូមគោរពថ្លែងអំណរគុណនិងសូមគោរពអញ្ជើញគណៈអធិបតីថតរូបជាអនុស្សាវរីយ៍ហើយរូបថតនេះនឹងក្លាយទៅជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅក្នុងថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលប្រជាជាតិកម្ពុជាបានរួបរวมសាមគ្គីគ្នាបំបែកនៅឯកតកម្មពិភពលោកថ្មីមួយទៀតគឺរួម Madison ដែលមានបេក្ខជនបេក្ខនារីចូលរួមរហូតដល់2015នាក់ដែលយើងបានជ័យជំនះទៅលើប្រទេសអូស្ត្រាលីដែលពីមុនអូស្ត្រាលីគឺមានចំនួន1155នាក់ឥឡូវយើងបានចំនួនកើនជាងប្រទេសអូស្ត្រាលីជាមោទនភាពថ្មីសង្ឃឹមថានៅឱកាសក្រោយៗយើងនឹងស្វែងរក Guinness World Record ជាបន្តទៀតសម្រាប់កិត្តិយសនិងមោទនភាពជាតិ
ហើយយើងខ្ញុំទាំងអស់គ្នាជាយុវជនក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចគតិប្រិមបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីគណៈប្រតិភូអមដំណើរដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់នៅក្នុងការលើកទឹកចិត្តសម្រាប់យុវជនទាំងអស់គ្នានេះគឺជាការលើកទឹកចិត្តដ៏មានតម្លៃបំផុតសម្រាប់យុវជនដែលយើងខ្ញុំជាយុវជននឹងចងចាំថារាល់ការខិតខំប្រឹងប្រែងរបស់យុវជនតែងតែទទួលបាននូវការជំរុញនិងការលើកទឹកចិត្តពីប្រមុខរដ្ឋាភិបាលកម្ពុជាយើងនឹងមានកម្លាំងចិត្តហើយតស៊ូសាមគ្គីភាពរកអ្វីដែលថ្មីសម្រាប់ប្រជាជាតិនិងមាតុភូមិរបស់យើងហើយដូច្នេះសូមប្រោសស្នូលតដៃនិងអបអរសាទរចំពោះ Guinness World Record របស់កម្ពុជាទី2បាទសូមអរគុណសូមថ្លែងអំណរគុណហើយជាការសំណូមពរដើម្បីជាការផ្ដល់លើកទឹកចិត្តនិងភាពត្រភាពភាពស្និទ្ធស្នាលរវាងគណៈធិបតីនិងយុវជនទាំងអស់គ្នាយើងខ្ញុំទាំងពីរមានកិត្តិយសសូមគោរពអញ្ជើញអាដាមលោកជំទាវគណៈធិបតីផ្ដល់កិត្តិយសបាទអញ្ជើញយកនៅ Certificate Guinness World Record ដើម្បីចុះទៅក្រោមជួបជាមួយនឹងយុវជនទាំងអស់គ្នានឹងធ្វើការថតរូបទុកជាអនុស្សាវរីយ៍និងចំណាប់ប្រវត្តិសាស្ត្រជាមួយយុវជនទាំងអស់គ្នាសូមប្រសើរទៅដៃជូនដល់គណៈធិបតីក្នុងការយក Certificate Guinness World Record ទៅជួបបងប្អូនទាំងអស់គ្នាបាទសូមគោរពអញ្ជើញទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីបងប្អូនជាទីគោរពស្រឡាញ់នៅក្នុងដំណើរចុះទៅក្រោមដើម្បីជួបផ្ទាល់ជាមួយនឹងយុវជនទាំងអស់គ្នាគណៈធិបតីនឹងបង្ហាញនៅការលើកទឹកចិត្តនិងភាពត្រភាពភាពស្និទ្ធស្នាលរវាងឋានដឹកនាំរួមជាមួយនឹងប្រជាជននិងយុវជនទាំងអស់គ្នានៅក្នុងការលើកទឹកចិត្តហើយនៅក្នុងពេលនេះបណ្ដាញសារព័ត៌មានជាតិនិងអន្តរជាតិក៏កំពុងតែផ្ដិតយកនៅរូបភាពនិងភាពអស្ចារ្យនៃប្រជាជនចក្រកម្ពុជាដែលនៅក្នុងថ្ងៃចូលឆ្នាំនេះគឺយើងបានបំបែកឯកតកម្មដល់ទៅ2ទី1គឺឯកតកម្មនំអន្សមយក្សដែលមានទម្ងន់4040គីឡូក្រាមហើយនៅថ្ងៃនេះគឺថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងបានបំបែកឯកតកម្មថ្មីមួយទៀតគឺរ៉មម៉ាឌីសុនដែលមានគ្នាចូលរួមចំនួន2015នាក់Representative of Cambodia would like to say thank you very much to Guinness World Record for your participate and to be here in Cambodia, Siem Reap, in order to judge for Guinness World Record. And Cambodia really proud to be got the record. One is for the largest sticky rice cakes, and the second one is the Madison Dan team with 2,015 people. I don't know if you are looking at the testing to take up the Timetry, Caps I told people the cat to certificate Guinness World Record, Picaro Madison of Bakambuchi, that mentioned noon people on the Pramnet, that Adam Luchumtil or Lulusrai Prematru Tessin, Compunta Tessanana, Pinic, or Ban Chin Chor or Tibi Job, Jay the Nature Room of Osaton, Mutana Pip, some Cambuchi, some Guinness World Record, the Cambuchi, Cambuchi, and Orchid Line. I some really want to number penny chick my uncles and grand, they take their uncle had some rib, Nung Tessana. ការផ្សាយបន្តដល់ទីរបស់ទូរទស្សន៍បាយ័នយើងសូមទាំងពីរអ្នកសូមគោរពលាពីលានចូលដំរីនៃប្រាសាទបាយ័ន